បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូបាទវីដេអូមួយនេះគឺដើម្បីបញ្ជាក់ពីដំណើរការនៃការបង្កើតវិក័យប័ត្រនៅក្នុង system របស់យើងលុះត្រាតែយើងមានវិក័យប័ត្រដែលគាត់ត្រូវបង់ទើបសិស្សអាចបង់ប្រាក់បានហើយយើងយកវិក័យប័ត្រដែលបានបង្កើតរួចជាស្រេចដូចនៅក្នុង system នេះគឺមានពាក្យថា unpaid អញ្ចឹងមានន័យថាវិក័យប័ត្រនេះត្រូវបានបង្កើតរួចទៅហើយការបង្កើតវិក័យប័ត្រនៅក្នុង system របស់យើងគឺយើងអាច set ឲ្យវាដើរដោយស្វ័យប្រវត្តិបាទក្នុងការអនុវត្តនៃការ set ឲ្យវាដើរដោយស្វ័យប្រវត្តិឬក៏ auto free assignment នេះគឺខ្ញុំនឹងមានវីដេអូដាច់ដោយឡែកមួយទៀតប៉ុន្តែថ្ងៃនេះខ្ញុំចង់បដោតទៅលើការបង្កើតវិក័យប័ត្រដោយផ្ទាល់ដៃមានន័យថា manual free assignment គឺការកំណត់វិក័យប័ត្រដោយផ្ទាល់ដៃក្នុងការកំណត់វិក័យប័ត្រដោយផ្ទាល់ដៃនេះគឺយើងកំណត់សម្រាប់ខែចាស់ៗឧទាហរណ៍ថាលោកគ្រូអ្នកគ្រូទើបតែបញ្ចូលឈ្មោះសិស្សទៅក្នុង system របស់យើងប្រសិនបើលោកគ្រូអ្នកគ្រូបានធ្វើឲ្យ system បានកំណត់ឲ្យ system បង្កើតវិក័យប័ត្រដោយស្វ័យប្រវត្តិនោះពេលដែលចុះឈ្មោះវានឹងបង្កើតតែសម្រាប់ខែដែលយើងបញ្ចូលគាត់ទៅក្នុង system ទៅខាងមុខតែប៉ុណ្ណោះមានន័យថាខែដែលយើងចុះឈ្មោះគាត់បើសិនបើយើងចង់ទម្លាក់វិក័យប័ត្រខែចាស់ដើម្បីឲ្យមាន record បាទដើម្បីឲ្យមាន record ឬក៏ប្រវត្តិបង់ប្រាក់អញ្ចឹងអ្នកគ្រូលោកគ្រូតម្រូវឲ្យបញ្ចូលវិក័យប័ត្រដោយផ្ទាល់ដៃអញ្ចឹងដើម្បីបញ្ចូលវិក័យប័ត្រដោយផ្ទាល់ដៃនេះគឺយើងចូលទៅកន្លែង free assignment នេះបាទបន្ទាប់មកយើងត្រូវបង្កើតសម្រាប់ខែណាប្រសិនបើលោកគ្រូអ្នកគ្រូបង្កើតសម្រាប់ខែមេមិនបានទេព្រោះពេលដែលចុះឈ្មោះយើងបានបង្កើតរួចទៅហើយអញ្ចឹងលោកគ្រូត្រូវតែបង្កើតសម្រាប់អេព្រាលបាទអញ្ចឹងវិក័យប័ត្រខែអេព្រាលយើងត្រឡប់ទៅអេព្រាលយើងដាក់ថ្ងៃទី1ខែអេព្រាលបន្ទាប់មកត្រូវថ្ងៃដែលគាត់ត្រូវបង់ឧទាហរណ៍ថាយើងទុក3ថ្ងៃឬក៏10ថ្ងៃខាងសាលាខ្ញុំទុក10ថ្ងៃឲ្យគាត់បង់មុននឹងផុតកំណត់បន្ទាប់មកយើងជ្រើសរើសថ្នាក់បាទយើងជ្រើសរើសថ្នាក់អញ្ចឹងដូចជាថ្នាក់ level 3បាទ level 3ហើយថ្នាក់នេះបាទចំពោះកូនសិស្សដែលបានទម្លាក់វិក័យប័ត្រខែ4ខែត្រូវហើយខែ4នេះហើយវានឹងឆូតបាទវាមិនអនុញ្ញាតឲ្យបង្កើតម្ដងទៀតទេចំពោះកូនសិស្សដែលមានគ្រីសនេះមានន័យថាយើងមានសិទ្ធិក្នុងការបង្កើតឲ្យគាត់ព្រោះយើងអត់ទាន់មានកំណត់ត្រាណាមួយដែលគាត់បានទូទាត់នៅខែ4នៅឡើយទេអញ្ចឹងឧទាហរណ៍ខ្ញុំចង់ធ្វើឲ្យតែសិស្សឈ្មោះឡុងស៊ីថានេះបាទអញ្ចឹងខ្ញុំជ្រើសរើសតែមួយហើយខ្ញុំដាក់ថា unpaid បាទព្រោះគាត់អត់ទាន់ pay ទេប្រសិនបើយើងចង់ដាក់ pay តែម្ដងក៏យើងអាចដាក់ pay តែម្ដងដែរហើយយើងជ្រើសរើស account តែម្ដងប៉ុន្តែបើសិនជាយើងមិនទាន់ pay ទេយើងដាក់ unpaid តបមកយើងជ្រើសរើសតម្លៃសិក្សាបាទតម្លៃសិក្សាអញ្ចឹងគាត់រៀននៅ level 3យើងមានតម្លៃសិក្សាប្រចាំខែ level 3យើងទម្លាក់អញ្ចឹងមកបន្ទាប់មកយើងចុចពាក្យថា assign fee បាទនោះវិក័យប័ត្របានបង្កើតដោយជោគជ័យឥឡូវខ្ញុំចូលទៅមើលកូនសិស្សឈ្មោះឡុងស៊ីថាបាទយើងឃើញថានៅទីនេះយើងមានវិក័យប័ត្រ2ទី1គឺខែអេព្រាលទី2គឺខែមេនេះគឺជាវិក័យប័ត្រដែលបង្កើតដោយ auto ដោយ system ខែអេព្រាលនេះគឺជាវិក័យប័ត្រដែលយើងទើបតែទម្លាក់អំបញ្ញមិញឧទាហរណ៍លោកគ្រូអ្នកគ្រូតម្រូវឲ្យបញ្ចូលខែមួយទៀតដែលជាខែមីនាអញ្ចឹងលោកគ្រូអ្នកគ្រូអាចដំណើរការដូចអំបញ្ញមិញអញ្ចឹងបាទចូលទៅខែមីនាបាទថ្ងៃទី1អញ្ចឹងទៅបង្កើតវិក័យប័ត្របន្ទាប់មកយើងចូលទៅខែមីនាហើយទុកពេលឲ្យគាត់10ថ្ងៃអញ្ចឹងទៅហើយនៅទីនេះលោកគ្រូអ្នកគ្រូមិនអាចយកមេម្ដងទៀតទេព្រោះមេយើងបានបង្កើតរួចទៅហើយដោយ system អេព្រាលយើងបង្កើតបាញ់មិញឥឡូវយើងជ្រើសរើសពាក្យថា March បាទសម្រាប់ខែ March អញ្ចឹងយើងជ្រើសរើសសិស្សដដែលហ្នឹងបាទ level 3 section A បាទអញ្ចឹងនៅទីនេះអត់មាននរណាធ្លាប់បានបង្កើតសម្រាប់ខែ March ទេគឺមានន័យថា system អនុញ្ញាតឲ្យបង្កើតទាំងអស់គ្នាតែម្ដងប៉ុន្តែខ្ញុំចង់បង្កើតឧទាហរណ៍តែឡុងស៊ីថាម្នាក់ទេដូចគ្នាដំណើរការខ្ញុំជ្រើសរើសយកអីគេ level 3បាទរួចរាល់ហើយដូច្នេះខ្ញុំចុចពាក្យថា assign fee បាទឥឡូវយើងចូលទៅមើលឈ្មោះឡុងស៊ីថា ID របស់គាត់លេខ17ដូច្នេះយើងអាចវាយ0017ក៏បានឬក៏យើង filter copy ហើយយើង
ចុចឈ្មោះគាត់មកអញ្ចឹងយើងឃើញថាវិក័យប័ត្រខែចាស់វានៅខាងក្រោមវិក័យប័ត្រថ្មីថ្មីវានៅខាងលើអញ្ចឹងយើងមានខែ March April ហើយនិង May ប្រសិនបើលោកគ្រូអ្នកគ្រូឃើញនៅទីនេះឃើញថាវាលើសថ្ងៃកំណត់62ថ្ងៃលើសថ្ងៃកំណត់លើសថ្ងៃកំណត់អញ្ចឹងមានតែផុតកំណត់បង់ប៉ុន្តែផុតកំណត់បង់ក៏នៅតែអាចបង់បានដែរប៉ុន្តែគ្រាន់តែថាសាលាខ្លះកាលណាលើសកំណត់អញ្ចឹងគេមានការផាកពិន័យអញ្ចឹងទៅក៏ system របស់យើងក៏មានការកំណត់នៅការផាកពិន័យចំពោះសិស្សដែរអញ្ចឹងដើម្បីប្រមូលប្រាក់របស់គាត់ងាយស្រួលលោកគ្រូអ្នកគ្រូគ្រាន់តែចុចពាក្យថា action ហើយ pay now បាទ pay now ដូច្នេះនៅទីនេះឈ្មោះរបស់គាត់ចេញមកលេខ ID ថ្នាក់របស់គាត់ហើយមានទាំងរូបថតដើម្បីយើងមើលមុខកូនសិស្សផ្ទៀងផ្ទាត់ក្រែងលុយយើងច្រឡំឈ្មោះសិស្សបាទបន្ទាប់មកយើងមិនបាច់ធ្វើអ្វីទាំងអស់នៅទីនេះបាទមិនបាច់ធ្វើអ្វីទាំងអស់នៅទីនេះយើងគ្រាន់តែវាយចំនួនទឹកប្រាក់ដែលគាត់បង់បើសិនជាគាត់បង់ពេញគឺយើងគ្រាន់តែជ្រើសរើសមធ្យោបាយនៃការបង់ប្រាក់ cash យើងដាក់ cash ឬក៏ bank transfer យើងជ្រើសរើស bank transfer ហើយយើងជ្រើសរើស bank ដែលយើងមាននៅក្នុង account របស់យើងបន្ទាប់មកយើងចុចពាក្យថា collect បាទការបង់ប្រាក់ទទួលបានជោគជ័យសារនឹងផ្ញើទៅអាណាព្យាបាលដោយស្វ័យប្រវត្តិបាទរដ្ឋបាលក៏អាចទទួលបានដែរបាទសារពី Telegram ហើយយើងអាចចុចពាក្យថា print A5 กระดาษ A4 ចែកជា2ហ្នឹងយើងចុចពាក្យថា print នោះវានឹង load កន្លែងយើង print ដោយស្វ័យប្រវត្តិបាទតបមកយើងអាច customize ប្រសិនបើយើងឃើញថា space របស់យើងនៅមានយើងអាច customize ឲ្យរាងធំបន្តិចពេញមកกระดาษទៅហើយយើង customize តែម្ដងវារត់សម្រាប់គ្រប់ខែតែម្ដងបាទគ្រប់ពេលដែលយើង print វានឹងរត់បែបនេះបាទបន្ទាប់មកយើងចុចពាក្យថា print ជាការស្រេចបើមិនចឹងទេយើងអាច print ជា PDF ឧទាហរណ៍យើងដាក់ថា March បាទយើង print ជា PDF ហើយយើងដាក់នៅក្នុង download បាទ March ខ្ញុំ save ឥឡូវខ្ញុំទៅមើលតើវិក័យប័ត្រដែលខ្ញុំបាននេះមិញហ្នឹងបើសិនយើងចេញ print ជាกระดาษក៏បានដែរបាទនេះគឺយើងអាច print ជាវិក័យប័ត្រសម្រាប់ផ្ញើជូនសិស្សបាទតាម Telegram តាមអីចឹងទៅបាទនេះគឺជាដំណើរការនៃការបង្កើតវិក័យប័ត្រហើយដំណើរការនៃការប្រមូលប្រាក់ការប្រមូលប្រាក់បានជោគជ័យហើយការងាររបស់យើងត្រូវបានបញ្ចប់ប្រសិនបើយើងចូលទៅមើលឈ្មោះរបស់គាត់បាទសុំទោសខ្ញុំចុចខុសកន្លែងបើសិនបើយើងចូលទៅមើលកន្លែងឈ្មោះរបស់គាត់ collect fee ហើយយើងវាយឈ្មោះមិញហ្នឹងបាទយើងឃើញថាខែ3គឺត្រូវបានប្រមូលបាទត្រូវបានបង់រួចរាល់ហើយ fully paid ហើយគឺបង់នៅថ្ងៃទី11ខែ5បាទហើយខ្ញុំជាអ្នកប្រមូលបាទនេះគឺជាដំណើរការនៃការបង្កើតវិក័យប័ត្រហើយនឹងប្រមូលប្រាក់ហើយនៅពេលដែលលោកគ្រូអ្នកគ្រូចង់print សូម្បីតែនៅទីនេះវិក័យប័ត្រដែលមិនទាន់បង់ឬក៏បង់រួចលោកគ្រូអ្នកគ្រូអាច print បានដោយគ្រាន់តែចុចនៅខាងស្ដាំដៃហើយចុចថា view invoice ឬក៏យើងគ្រាន់តែចុចទៅលើឈ្មោះគាត់ជាការស្រេចបាទវានឹងចូលទៅកន្លែង view invoice ហើយនឹង print បានដូចគ្នាបាទឥឡូវខ្ញុំបង្ហាញនៅវិក័យប័ត្រដែលមិនទាន់បង់បាទវិក័យប័ត្រមិនទាន់បង់វានឹងចេញដូចគ្នាប៉ុន្តែនៅក្នុងនេះមានពណ៌ក្រហម do balance ហើយមានពាក្យថា unpaid បាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងសូមអរគុណនិងសូមជម្រាបលា